សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកចែកម្លែកអីដែលខ្ញុំជួបផ្ទាល់វាជាបទពិសោធន៍ហើយវាធ្វើឲ្យខ្ញុំដឹងថាខ្ញុំគួរតែកែប្រែឬក៏ខ្ញុំគួរតែធ្វើឲ្យបន្តទៀតបទពិសោធន៍មួយហ្នឹងគឺវាបានរំលឹកខ្ញុំថាគ្រប់យ៉ាងមិនប្រកាសថាត្រូវតែចែករំលែករហូតទេទោះបីជាជាមួយនឹងអ្នកដែលស្និទ្ធស្នាលក៏ដោយមានពេលមួយដែលខ្ញុំទៅជួបមិត្តភ័ក្តិយើងញ៉ាំកាហ្វេជាមួយគ្នាហើយតែពិតជារៀងរាល់ឆ្នាំយើងតែងតែជួបគ្នាហើយយើងចែករំលែកបទពិសោធន៍ជាមួយគ្នាថាយើងបានឆ្លងកាត់អីគេខ្លះជួបអ្នកណាខ្លះឬក៏អ្វីដែលយើងចង់សំណេះសំណាលគ្នាពេលខ្លះយើងសើចជាមួយគ្នាខ្លះយើងក៏ស្ងៀមស្ងាត់ដើម្បីនឹងស្ដាប់គ្នានិយាយហើយខ្ញុំជាម្នាក់ដែលមានទុក្ខលំបាកច្រើនជាងគេខ្ញុំមានបញ្ហាច្រើនជាងគេហើយស្ថានភាពរបស់ខ្ញុំអត់សូវល្អអញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំនៅពេលដែលយើងជួបគ្នាខ្ញុំតែងតែនិយាយពីស្ថានភាពដែលខ្ញុំជួបទុក្ខលំបាកដែលខ្ញុំជួបហ្នឹងអ្វីដែលខ្ញុំមានហ្នឹងទៅកាន់ពួកគាត់ចឹងនៅពេលដែលខ្ញុំចែករំលែកម្ដងពីរដងបីដងពេលចុងក្រោយមួយដែលខ្ញុំទទួលបាន feedback អាចថាវាមិនមែនជា feedback ចំប៉ុន្តែនៅពេលដែលគាត់ស្ដាប់អ្វីដែលខ្ញុំនិយាយហើយអ្វីដែលខ្ញុំចែករំលែកទៅគាត់ហើយគាត់លាន់មាត់ថាមិនបានពីមួយពេលទៅមួយពេលយើងមានតែទុកលំបាកអញ្ចឹងយើងអត់ស្រាក់ស្រានសោះយើងមិនពិបាករហូតអញ្ចឹងហើយខ្ញុំឃើញភ្លាមមកថាមែនតាមិនក៏នៅពេលដែលយើងមានពេលអាចមកអង្គុយជជែកគ្នាយើងមានពេលដែលអាចជួបគ្នាញ៉ាំកាហ្វេចែករំលែកគ្នាបានមិនក៏យើងមិនចែករំលែកអីដែលល្អៗមួយគ្នាទៅហើយមិនក៏ខ្ញុំជាម្នាក់ដែលពេលដែលជួបគ្នាយើងយកតែរឿងពិបាករបស់យើងទៅនិយាយប្រាប់គេឬក៏ទុកលំបាករបស់យើងវាថាពិបាកចិត្តរហូតហ្នឹងឯងអញ្ចឹងវាធ្វើឲ្យស្ថានភាពឬក៏ភាពដែលជួបជុំគ្នាហ្នឹងវាទៅជាបែបមានទុក្ខសោកនៅក្នុងនោះវិញមាន sad emotion នៅក្នុងនោះដែរអញ្ចឹងខ្ញុំចាប់ផ្ដើមឲ្យតម្លៃការណាត់ជួបគ្នាជាងមុនអញ្ចឹងចាប់ពីនោះមកនៅពេលដែលយើងជួបគ្នាឬក៏នៅពេលដែលខ្ញុំជួបនរណាម្នាក់ខ្ញុំនឹងព្យាយាមរំលឹកអ្វីដែលល្អអ្វីដែលលើកទឹកចិត្តអ្វីដែលសប្បាយរីករាយអ្វីដែលជំរុញចិត្តទៅកាន់គ្នាវាមិនមែនជាការលាក់បាំងប៉ុន្តែខ្ញុំនឹងមិនសាររើវាយកមកនិយាយឬក៏រំលឹកវាឲ្យមិត្តភ័ក្តិរបស់ខ្ញុំស្ដាប់ទេព្រោះខ្ញុំជឿថាយូរយើងជួបគ្នាម្ដងអញ្ចឹងនៅពេលដែលយើងជួបគ្នាយើងបន្សល់អីដែលរីករាយនៅក្នុងនោះអញ្ចឹងតាំងពីពេលនោះមកគឺបានបរៀនខ្ញុំខ្លាំងមែនទែនអញ្ចឹងនៅទឹកចិត្តទាំងអស់គ្នានៅពេលដែលមានឱកាសនៅក្នុងការនិយាយមានឱកាសនៅក្នុងការជួបមានឱកាសនៅក្នុងការជជែកទាំងមិត្តភ័ក្តិទាំងបងប្អូនសាច់ញាតិឬក៏អ្នកដែលអ្នកកថាជាអ្នកដែលអ្នកចិត្តស្និទ្ធអ្នកគោរពអ្នកឲ្យតម្លៃអញ្ចឹងបើសិនជាមិនចាំបាច់ទេគួរតែកុំជាកកាយឬក៏រំលឹកឲ្យឃើញនៅស្ថានភាពដែលជាការមិនលើកជាទុកលំបាកឬក៏ជា sad emotional sad situation អីយ៉ាងទៅហ្នឹងឯងនេះខ្ញុំអត់សូវចេះប្រើពាក្យឲ្យចែកទេសអីច្រើនទេចឹងខ្ញុំគ្រាន់តែចង់ចែកម្លែកថាជួបគ្នាជួបឲ្យសុបាយអូខេអញ្ចឹងនៅពេលដែលជួបគ្នាត្រូវចាំតាំងពីនាទីដំបូងដែលយើងជួបជជែកគ្នានឹងមកថាអាហ្នឹងគឺជា quality time អញ្ចឹងគ្រប់ពាក្យដែលនិយាយចេញមកគ្រប់អ្វីដែលយើងនឹងជជែកយើងនឹងបង្កើននៅចំណងមិត្តភាពយើងនឹងបង្កើននៅភាពរីករាយនិងការចងចាំដែលល្អៗជាមួយគ្នា